ยังไงបងណៃគេនេះពីណាមកញ៉េបងញ៉េអត់ទៅណាមុនអីបានជួយយើងអង្គុយអេចាស់តែមានរៀបសួរភ្ញៀវបន្តិចខ្ញុំរៀបសួរវិញខ្ញុំក្មេងជាងនិយាយលេងទេអត់អីទេប៉ុន្តែខ្ញុំឃើញដំណើរមករៀងចំណិតទៅសក់អីបាទខ្ញុំចូលចិត្តចឹងបាយខ្ញុំចូលចិត្តបាយហើយតាណាមកណាបងមកឆ្ងល់មើលឃើញបងនេះទួនាទីប៉ុណ្ណាណៃមេភូមិចាគេដាក់ឈ្មោះមកចាប់មិនដាក់ឈ្មោះតោឈ្មោះវាអំណាចខ្លាំងនេះអត់ទេបើជាដូនជាតាយើងចាប់យ៉ាងហើយហ្នឹងខ្ញុំមិនថាហ្នឹងបាទខ្ញុំនៅសរសើររបស់អើយរវល់ការងារម្លឹងហើយឃ្លាតពេលអាតរោស៊ីផងឃ្លាតពេលជួយអ្នកភូមិអ្នកស្រុកផងចាអារឿងគេប្រព័ន្ធអីគាត់ពង្រួញមកបន្តិចគាត់ប៉ុណ្នេះហើយអារឿងគេទូចប៉ុណ្្នឹងគាត់ធ្វើអត់បាត់រឿងនឹងឆឹងហ្មងខ្ញុំសរសើរមែនទេបកែដូចអានឹងគេហៅថារៀនបានច្រើនយ៉ាងមែនណាវាការសិក្សាវាបូកផ្សំជាមួយបទពិសោធន៍ក្នុងការរស់នៅដែរតែក្រូចប្រមាយើងក្នុងនាមយើងជាមេភូមិម្នាក់ដែរហើយបើយើងតំណាងឲ្យអាជ្ញាធរដែនដីគេហៅបឋមដំបូងហើយលើជាមេភូមិហើយបាទហ្នឹងហើយបើយើងមិនចេះទៅសម្របសម្រួលក្រុមគ្រួសារបងប្អូនស្រុកភូមិយើងឲ្យកាត់បន្ថយអាភាពតានតឹងក្នុងគ្រួសារអ្នកណាកើតមកក៏ចេះឆ្លោះដែរតែយើងទៅបញ្យល់គាត់ទៅយើងឲ្យដឹងថាការរស់នៅវាមានចំណុចខ្វះខាតវាមានជួយបំពេញគ្នាទៅវិញទៅមកទៅវាអារឿងធំវាខ្លាយជាតូចអាតូចទៅជាអត់រឿងដូចតែក្រួយឯងនិយាយអញ្ចឹងវាត្រូវតែមានអាហ្នឹងបាទប៉ុន្តែគាត់អាជនកាលមេភូមិរបស់មេភូមិគាត់បានទ្រឹស្ដីទេអាការអនុវត្តសូនហើយខ្ញុំឲ្យសូនក៏បដៅគេកុំឲ្យឆ្លោះគ្នាតែឃើញផ្ទះនាងឯងមួយគាត់ដែលឆ្លោះគ្នាអត់ទេណាបាទអញ្ចឹងវាស្មើនឹងអត់ន័យមិនតែប្រពន្ធតើយើងឆ្លោះគ្នាខ្លះទាស់គ្នាខ្លះវាយគ្នាខ្លះទាត់ធាក់គ្នាខ្លះបាននេះមិនន័យដូចផ្ទះខ្ញុំជួនកាលពងហូបបាយសុកហ្នឹងទាស់គ្នាប្រោបបោកចានពូបាយផ្ទៃយំងាវមកទូចឹងមកយើងមកលួងគ្នាវិញអញ្ចឹងយ៉ាងមានន័យយើងមានគេហៅថាបែបបត់អាហ្នឹងវាចូលយើងចំណាយលុយខ្ជះខ្ជាយទៅក្រូចដោយប្រពន្ធណាក៏ចេះឆ្លោះគ្នាដែរប៉ុន្តែសំខាន់យើងចេះសម្របសម្រួលមិនបានមានពាក្យថាសម្របសម្រួលឲ្យស្រួលវាឲ្យស្របគ្នារស់នៅមួយគ្នាកុំឲ្យវាមានគេហៅតានតឹងក្នុងគ្រួសារហ្នឹងហើយសម្របខ្ញុំរងថ្ងៃសម្របដួលឡាពេលខ្ញុំវាយគ្នាអញ្ចឹងប្រពន្ធខ្ញុំយំពេលប្រពន្ធខ្ញុំយំមកទៅខ្ញុំលួងវិញគាត់ងៀមដាំបាយស៊ីពងអាស៊ីបោកឆ្នាំងចូលពូលួងនេះទីហេតុហើយជួឥឡូវមកនឹងមានការអីដែរខ្ញុំមិនដឹងមានការអីខ្ញុំលេងដែរខ្ញុំដើរកាត់លោកឯនៅតែឡៃនៅហ្នឹងឯងពូមេផ្សួរជំរាបសួរពួកខ្ញុំអញ្ចឹងខ្ញុំចេះវាយហ្នឹងបងឯងមិនយូរម៉េចអញកញ្ញល់លើមករៀបសួរតែញៀនតែឯងប្រកាសតែមានរៀបសួរទេវាមិនមានអីខ្ញុំចង់សួរប្តីខ្ញុំនេះមកមួយថ្ងៃហើយនៅសកុកនៅហ្នឹងឯងចុះនៅណាឯណៃបានទៅមកសិតមកនិយាយគ្នាមិនសកុកទេណាមានអីដែរបងអូនស្រីមានអីដែរខ្ញុំសួរគាត់ថាមកនឹងរួចរាល់ហើយនៅពូសញ្ញេឲ្យនៅពូវាអត់ដឹងសញ្ញេរឿងអីមិនសញ្ញេឲ្យទៅមិនហើយចាំមកមួយថ្ងៃនិយាយពីរឿងអីចុះនេះក្តាស់នៅនេះចាំតមនុស្សផុតដង្ហើមហ្មងអីហ៎រឿងសញ្ញេរឿងអីចង់ដឹងថាបំណងគោលបំណងអីគេវត្ថុបំណងមេភូមិចេះម៉ែខ្ញុំនោះគាត់ឈឺធ្ងន់ទៅបញ្ជូនទៅពេទ្យហើយយើងវាអត់មានលុយខ្ញុំក៏ទៅខ្ចីលុយគេហ្នឹងណាប៉ុន្តែគេឲ្យចេញกระดาษស្នាមពីមេភូមិមេឃុំអីចឹងទៅហើយខ្ញុំប្រើគាត់ឲ្យមកប្រាប់ពួកជួយសញ្ញាឲ្យមកខ្វាច់មកដើម្បីបានលុយជូនម៉ែទៅពេទ្យហើយនៅមកសកុកដល់ហ្នឹងចិត្តដាច់ហើមហ៎ម៉ែគាត់នឹងចារួមខ្ញុំនិយាយនេះបងដង្ហើមចង្រត់ម៉ែខ្ញុំពងទទួលស្គាល់ហើយយើងត្រូវជួយសង្គ្រោះគាត់នៅលោកអ្នកមានគុណប៉ុន្តែសួរខ្ចីមិនអីមិនពីខាងណាខាងនេះហើយគេទាការប្រាក់មិនអីមិនហើយយកហ្នឹងដឹងឮថាគេនៅណានៅណីទេពេលហ្នឹងអត់មានទឹកខ្វល់រឿងការរឿងអីទេការម៉ានទៅសំខាន់ឲ្យតែគេឲ្យហ្នឹងបងត្រូវឥឡូវសំខាន់ខ្ញុំចង់ដឹងទូខ្ចីនៅណាគេតិចទៅខ្ចីអាអ្នករស់ស៊ីឯកជននឹងការប្រាក់ផ្ដេសផ្ដាស់នឹងបំណុលវ៉ាន់កណាអូអត់បានទេណាអត់បានទេទេមានខ្ចីអ្នករស់ស៊ីអីគេមេជាងនិយាយរួមតកែប្តីខ្ញុំហ្នឹងហើយខ្ចីហ្នឹងចេះទេគាត់ឲ្យខ្ចីស្រួលទេអើយខ្ចីចឹងមកដល់ពេលធ្វើការកាត់លុយប្តីខ្ញុំចឹងទៅស្រួលទាំងអីណាលើខ្ញុំពងស្អប់អាហ្នឹងតើអានេះធ្វើបនអត់ឆ្លាស់បងធ្វើបនអត់ឆ្លាស់អាណាដែលឲ្យគ្នាខ្ចីហើយមកកាត់គ្នាប្រចាំខែប្រចាំថ្ងៃក៏បំកាត់ណាស់ណាផងគេលក្ខខណ្ឌគាត់អញ្ចឹងឯងចាឲ្យខ្ចីហើយគាត់សុំកាត់ពីតក្រូចទៅធ្វើការកាត់ទៅអានេះស្មើនឹងវាថាវាយក្បាលថ្ងៃខ្នងហើយបងអត់ឆ្អល់យើងទៅពាក់គេមកឲ្យគេកាត់នោះចាំបាច់កាត់ចឹងតែឲ្យខ្ចីដល់ណាមានសងទៅមិនចឹងបងអត់ចូលទៀតខ្ចី
เอาช่างดองcho thà phải buồn đong cho ở tuần số hay mà chạy mà xa níเอาชื่อลิขัดrồi nhưng sao bà nâng ta អានេះបែបគេប្រម៉ូទធ្វើសរុបអា4ដងមុនអត់បានធ្វើ អូចឹងខ្ចី 4-5 ដងមុនអត់ដែរសងគាត់ទេ មានទៅ មិនអត់ដែរសងទេមិនទាន់បានសង មិនទាន់បានសងទេ ដែលសងអត់បានសង យើងអត់ទាន់មានហើយឥឡូវវាចេះតែមានរឿងបន្តឥឡូវម៉ែឈឺធ្ងន់ទៀតមកខ្ចីម្ដងទៀត អូនដាក់បងដឹងហើយអូនដាក់រាក់ជាប់ អាយកអូនដាក់មិនសូវប៉ុន្មានទេណាស់តែមនុស្សដាក់ មនុស្សដាក់ មនុស្សវាដាក់តែហ្មង អត់ដាក់ដេកអត់លក់ ចុះបើមានធ្វើអីទៀតផឹកស៊ីវាយចានវាយឆ្នាំងវាយពីងគាត់ពីងមួយខែតែ8ដងពីង តែឃើញគ្រូតាឯងមិនទេចា លុយបើសិនជាយកទៅបងខ្ញុំប្រាប់ត្រង់បើយកទៅថាមកហូបចុកឬមួយបង្កើតមុខរបរមិនបានទេណាស់តែយកទៅទិញពីងទិញចានចូលផ្ទះវិញតា ហើយគាត់ដាក់ធ្វើឲ្យខ្ញុំវាយហើយអញ្ចឹងខ្ញុំត្រូវមិនបាន ហូចចឹងចុះចំណូលដែលបានពីធ្វើការប្រកបកិច្ចការហងៃនេះអត់មានបំរុងទុកគ្រាមានអត់ទេ នឹងហើយ ទុកអាមិនសិលមកធ្វើការបានមួយថ្ងៃ 40000 ហ្នឹង ហើយ40000នឹងទៅរកអីហូបគ្រាន់បើគ្រាន់តែផឹក20000អត់ផឹកនេះផឹករងអត់មានថ្ងៃស្វាងទេណាបាញ់ហ្នឹងមិនអត់តាំងហ៊ានតាខានផឹកមួយថ្ងៃមួម៉ៅក្តៅកាហាយវាយចានវាយឆ្នាំង ចាអញ្ចឹងមកបកអាក្រាតប្រាប់គេអញ្ចឹងបើខ្ញុំទុកបាន វាមែនហើយទិញស្រាអត់សាច់ខ្លែងមិនកើតមិនទិញសាច់ខ្លែងទៀតហើយដល់ពេលផឹកស្វឹងវាយចានវាយឆ្នាំង ទោះថាប៉ុណ្ណឹងចាកូនទៅរៀននោះមិនលុយខ្ញុំនឹងដែរ កូនទៅរៀនមកព្រឹក500ហ្នឹង បើយើងរកបាន40000យើងលៃទៅយើងចាយធ្វើម៉េចដូចពាក្យចាស់គេនិយាយអញ្ចឹងយើងបាន10យើងចាយទៅ5បាន អូយអត់ទេរកបាន10ចាយចិត្ត100 បើចែកគ្នាចាយមិនចាយតែខ្ញុំណា ចាយទៀតថែមទៀតនោះ បាទ ដែលខ្ញុំគាត់ជួនជាយោបល់ឲ្យខ្ញុំមិនមែនគេហៅថាអ្នកគេហៅជំនាញខាងហេដ្ឋារចនាសម្ព័ន្ធអីទេចង់និយាយថាយើងត្រូវចេះសន្សំទុកនៅពេលដែលយើងនិយាយថាក្នុងគ្រាអាសន្នកើតឡើងដោយរយៈថាហេតុណាមួយយើងមើលឃើញទេ បាទ អត់បានតែចំណូលនេះដែលបានមកនេះតែក្រូចឯងជាមួយភរិយាត្រូវចេះយកទៅទុកនៅក្នុងមីក្រូហិរញ្ញវត្ថុឬធនាគារណាដែលស្របច្បាប់នៅក្នុងភូមិរបស់យើងនឹងដើម្បីយើងទុកមិនពេលដែលយើងមានអាសន្នអន់ក្រឧទាហរណ៍ថាអបប្រមាណថាឥឡូវខ្ញុំស្ដាប់ជំនាញហិរញ្ញវត្ថុឯណាក្នុង 100% ដែលយើងរកបានអត់មកយើងដោះស្រាយយើងត្រូវមាន50មាន30មាន20មិនបានខ្ញុំថា50 30% 50% និង20%អា50%នេះយើងចាយជាប្រចាំចាយតម្រូវការចាំបាច់មានន័យថាដោះស្រាយលើម្ហូបដោះស្រាយលើទំនៀមបំពាក់អីរបស់យើងដែលមានត្រាប់រងថ្ងៃយើងត្រូវណែដោះស្រាយរងថ្ងៃ50% ហ្នឹងនេះអា30%គេទុកអត់មកថាយូរយើងអាចនាំប្រពន្ធនាំអីទៅអ្នកចង់ទៅបាយហាងឬចង់អីយើងចាយអា30% ដែលយើងទុកហ្នឹងណាឬមួយក៏អញចង់ទៅអាវថ្មីមួយមើលណាគឺទៅក្នុងស៊ីកាគេម្ដងកាលយើងទុកមកអា30% ហ្នឹងណាយើងអត់ទៅប៉ះពាល់វាទេ 20% ទៀតទុកនេះ 20% ទៀតគឺជារឿងដែលចាំបាច់មើលឃើញហ៎ 20% ទៀតដូចចឹងម្ដាយឈឺណាជួនកាលយើងត្រូវដេកពេទ្យអាសន្នអន់ក្រត្រូវការវះកាត់ត្រូវការលុយចូលមន្ទីរពេទ្យអា 20% ដែលយើងអត់ប៉ះហ្នឹងទុកទាំងញាប់តម្រង់នេះនៅពេលមានអាសន្នម្ដងចឹងទោះបីយើងរកចំណូលបានប៉ុណ្ណាក៏ដោយយើងត្រូវចេះគេហៅថាទុកសម្រាប់ប្រាក់បំរុងពេលគ្រាមានអាសន្នយើងត្រូវស្ដាប់អ្នកប្រាជ្ញបណ្ឌិតគេប្រាប់ច្រើនណាបណ្ឌិតគិតទុកពីចម្ងាយលុះទុកមកដល់កាយដោះស្រាយដែលមិនតក់ស្លុតបណ្ឌិតគិតទុកបានមុនកិច្ចការស្រាលខ្លួនធន់បានគ្រប់ពេល អរគុណលោកបងបានបញ្យល់ខ្ញុំទៅខ្ញុំច្បាស់ហើយចឹងចាប់ថ្ងៃតទៅខ្ញុំលេងចាយវាផ្ដេសផ្ដាស់ហើយ រៀនទុកដាក់ឲ្យបាន បាទពីអបដីប្រពន្ធខ្ញុំទៅតែរៀនសំចាយទុកដាក់ពេលមានបញ្ហាឈឺស្កាត់អន់ក្រអញ្ចឹងហ្នឹងហើយអរគុណណាលោកបង ច